ต่อโอเคខ្ញុំរៀបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានជាមួយនឹងសាច់រឿងថ្មីមួយទៀតហើយខែសាច់រឿងយើងថ្ងៃនេះគឺពាក់ព័ន្ធជាមួយនឹងព្រាយហ្នឹងហើយសាច់រឿងថ្ងៃនេះគឺជាមួយនឹងបានមកពីបងប្រុសម្នាក់តែបងប្រុសម្នាក់ហ្នឹងគាត់បានចែករំលែកមកកាន់ខ្ញុំបាទហើយសាច់រឿងនេះគឺគាត់ជួបប្រទះតល់ជាមួយនឹងក្រុមគ្រួសាររបស់គាត់ទាំងអស់បាទហើយគ្រួសាររបស់គាត់ទាំងមូលហ្នឹងពីច្រើនហ្នឹងគឺគាត់ជួបជាមួយនឹងហេតុការណ៍ហ្នឹងច្រើនដងមកហើយសូម្បីមកតបច្ចុប្បន្ននេះគឺដើមឈើមួយហ្នឹងគឺនៅដដែលទេហើយប៉ុន្តែបងប្រុសម្នាក់ហ្នឹងគាត់បាននិយាយថាគាត់ណាមិនសូវដែរឃើញព្រាយហ្នឹងដូចរាល់ដងអញ្ចឹងណាប្រិយមិត្តហ្នឹងហើយអញ្ចឹងហើយកុំឲ្យខាតពេលវេលាយូរតោះចូលស្ដាប់សាច់រឿងយើងទាំងអស់គ្នាហើយមុននឹងចូលស្ដាប់សាច់រឿងរបស់ខ្ញុំហ្នឹងហើយប្រិយមិត្តទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe នៅ YouTube ខ្ញុំម្នាក់មួយផងបាទហើយនឹងបើសញ្ញាកណ្ដឹង Like និង Share ម្នាក់មួយផងអរគុណច្រើនបាទសាច់រឿងរបស់យើងចាប់ផ្ដើមមកពីផ្ទះរបស់ពូចនបាទផ្ទះពូចនហ្នឹងណាបាទយ៉ាមកតែរឿងចនចេះប្រិយមិត្តទាំងអស់គ្នាសបោណាអ្នកតួរួមទៅឈ្មោះចនដែលក៏ផ្ដល់សាច់រឿងហ្នឹងគឺដូចជាមានប្រមាណដែរនៅក្នុងសាច់រឿងមុនមកបងប្អូនគ្នាហ្នឹងឯងប្រហែលជាស្ដាប់ទៅធ្លាប់ឮឈ្មោះចនហើយតែគាត់ថាចននេះគាត់ចំណាយបាទគាត់ចូល40ជាង50ជាងអីហ្នឹងឯងទាំងក្រុមគ្រួសាររបស់គាត់ហ្នឹងបាទពូចនគាត់បាននិយាយថាផ្ទះរបស់គាត់រាល់ថ្ងៃគាត់នៅក្នុងភូមិដាច់ស្រយាលជាងគេបាទភាសាដីរបស់គាត់ហ្នឹងបាទវានៅនឹងឆ្ងាយពីគេណាចូលទៅរៀងគៀកព្រៃច្រើនព្រៃស្ដុកអីអញ្ចឹងណាបាទហើយនៅក្នុងភូមិរបស់ពូចនបាទក្នុងហៅបរិវេណផ្ទះហ្នឹងឯងតែទឹកដីរបស់គាត់ហ្នឹងបាទភូមិផ្ទះរបស់គាត់ហ្នឹងមានដើមឈើមួយដែលគេហៅដើមអំពិលហ្នឹងបាទអំពិលយើងធម្មតាពេលមិនអំពិលទឹកទេណាគឺដើមអំពិលជូរហ្នឹងហើយពូចនគាត់បាននិយាយថាដើមអំពិលជូរអំពិលក្រោយផ្ទះគាត់ហ្នឹងបាទគឺវាមានព្រាយនៅតែហើយខ្ញុំថ្ងៃដែលគាត់ប្រាប់មកខ្ញុំភ្ញាក់ថាចំពូចុះមកចាដើមអំពិលហ្នឹងមានព្រាយនៅហើយដើមអំពិលហ្នឹងធំអត់ពូខ្ញុំសួរទៅកាន់គាត់អញ្ចឹងណាពេលដែលពូចនគាត់បាននិយាយប្រាប់មកកាន់ខ្ញុំវិញគាត់បាននិយាយថាធំណាស់ហើយដើមអំពិលហ្នឹងអោបមនុស្ស3 4នាក់អត់ជុំផងចាហើយខ្ញុំក៏បានសួរទៅកាន់គាត់ថាចុះដើមអំពិលហ្នឹងយូរឆ្នាំហើយអីពូហើយមិនក៏គេមិនកាប់ចោលពូចនគាត់ថាមិនមែនគាត់មិនចង់កាប់ទេហេតុផលដែលគាត់អត់ចង់កាប់នេះដោយសារតែថាដើមអំពិលហ្នឹងគឺវាមានព្រាយអញ្ចឹងទៅគាត់កាប់មិនកើតបាទគ្មានពីណាគេធ្វើព្រាយនឹងបែកទេប៉ុន្តែហេតុផលដែលគាត់មិនចង់កាប់មួយទៀតគឺគាត់នឹកឃើញថាព្រាយហ្នឹងវាមិនធ្វើបាបអ្នកណាទេអញ្ចឹងហើយនេះបានពូចនគាត់មិនកាប់វាចោលទៅទុកគ្រាន់បានក្រែងរកក្មេងចកក្រោយវាឆ្កល់ភ្លើងព្រាយឆ្កល់អីអញ្ចឹងណាហើយខ្ញុំក៏បានសួរទៅកាន់ពូចនថាយីពូដូចខ្វះស្អីឲ្យក្មេងមើលដល់ឲ្យក្មេងមើលព្រាយមើលអីខ្មោចមើលអញ្ចឹងពូចនគាត់ក៏បាននិយាយថាវាតែប៉ុណ្្នឹងហើយវាបើថ្មីមិនប្លែកចឹងបើធ្វើឲ្យប្លែកទៅអីចឹងទៅបាននិយាយអញ្ចឹងហើយខ្ញុំក៏បានសួរពូចនបន្ថែមទៀតតែពូចនគាត់និយាយថាដើមអំពិលមួយហ្នឹងតាំងពីគាត់រើមកនៅហ្នឹងគឺគាត់ឃើញយូរហើយបាទគាត់ថាគាត់ឃើញយូរហើយប៉ុន្តែគាត់មិនធ្វើអីគេក៏មិនធ្វើអីគាត់ដែរទៅលេណាវាជាស្រ័យប្រិយមកទាំងអស់គ្នាហ្នឹងឯងយើងបាក់ល្ងុយតិចសារប្រហែលរយៈនេះគឺរពលការងារពេកហ្នឹងឯងតោះឥឡូវចូលដល់សាច់រឿងយើងពូចនគាត់ក៏បាននិយាយថាទុកព្រាយនឹងត្មងទៅដូចជាសត្វចិញ្ចឹមដែរទៅគាត់និយាយចឹងណាដោយសារគាត់តាំងពីដែលគាត់នៅក្នុងផ្ទះហ្នឹងមកគឺគាត់រស់ស៊ីធូធាធម្មតាហើយក៏មិនមានអ្នកណាមកបៀតបៀនជាមួយនឹងគ្រួសារគាត់ឬក៏ផ្លូវការរស់ស៊ីរបស់គាត់ដែរគាត់និយាយចឹងគាត់ថាបើគាត់នៅសុខហើយគាត់ក៏បន្តនៅសុខបន្តទៀតបានតែបើសិនជាគាត់នៅលេងសុខនៅលេងបានពូចនគាត់និយាយថាគាត់នឹងចាត់តាមវិធានការដើម្បីធ្វើអ្វីបន្ថែមដើម្បីឲ្យគាត់រស់នៅសុខស្រួលជាមួយនឹងក្រុមគ្រួសាររបស់គាត់អញ្ចឹងណាហើយពេលដែលពូចនគាត់បានរស់នៅជាមួយប្រពន្ធគាត់នេះបាទរយៈពេលយូរឆ្នាំមកហើយដែលគាត់ថាគាត់រស់ស៊ីធម្មតាគាត់មានបញ្ហាអីទេប្រពន្ធរបស់គាត់ហ្នឹងក៏រស់ស៊ីធម្មតាយល់រួមទៅកូនចៅគាត់ក៏មិនដែលឈឺមិនដែលមានបញ្ហាអ្វីដែរប៉ុន្តែឈានជើងចូលមកដល់យូរទៅនេះបាទមកដល់ថ្ងៃមួយពូចនគាត់រៀងចម្លែកចិត្តគាត់ក៏បានចម្លែកចិត្តថាគាត់ខានឃើញព្រាយនឹងយូរបាទ
គាត់ខានឃើញព្រាយនឹងយូរហើយអញ្ចឹងហើយនេះបានពូចននេះគាត់ឆ្ងល់ហើយឆ្ងល់គាត់ក៏បាននិយាយជាមួយប្រពន្ធគាត់ដែរគាត់សួរប្រពន្ធគាត់ថាឯងមានដែរឃើញជាមួយនឹងភ្លើងព្រាយនឹងហោះអីអត់ទៀតទេខ្ញុំបាត់ដូចជាយូរខែណាមិនដែរឃើញហោះប្រពន្ធរបស់គាត់ក៏បាននិយាយថាអត់ទេគាត់ថាគាត់មិនដែរឃើញទេមិនដឹងថាវាតាណាតាណីឬក៏វាដូរទីលំនៅអីអញ្ចឹងណាគាត់ឆ្ងល់បាទប្រពន្ធគាត់និយាយចឹងពូចនហ្នឹងគាត់ក៏បានប្រាប់ទៅកាន់វិញថាប្រហែលជាគេលែងចង់នៅកន្លែងហ្នឹងឬក៏គេមានអ្នកធ្វើបាបឬក៏អាម៉េចពូចនគាត់ឆ្ងល់ហ្នឹងហើយអស់រយៈពេលយ៉ាងយូរពូចនហ្នឹងគាត់តែឆ្ងល់អូយូរទៅគឺគាត់ឆ្ងល់ពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃបាទហើយទៅដល់ថ្ងៃមួយហ្នឹងពូចនគាត់ក៏អត់អស់ចិត្តគាត់ក៏បានដើរទៅមើលជាមួយនឹងដើមអំពិលហ្នឹងពេលដែលគាត់ដើរទៅដល់កន្លែងដើមអំពិលហ្នឹងអាកន្លែងដើមអំពិលព្រាយនៅហ្នឹងបាទគាត់ក៏បានក៏លេចមើលទៅលើឃើញប្រហោងឈើមួយវាស្អុយបាទប្រហោងឈើដូចជាប្រហោងសត្វវាចោះអញ្ចឹងណាពេលដែលប្រហោងហ្នឹងចោះនេះពូចនគាត់ក៏បានឃើញមានជាមួយនឹងក្រណាត់បាទក្រណាត់អំបោះពណ៌ក្រហមដំជាមួយនឹងដែកគោប្រវាយមកទឹកជាប់ជាមួយនឹងមាត់រុនឈើហ្នឹងនេះចំណុចហ្នឹងបានធ្វើឲ្យពូចនយើងគាត់ឆ្ងល់ថាចុះពីណាគេអីក៏មកចង្រៃម៉េះមកធ្វើបាបគេបាបអីមកវាយអញ្ចឹងពូចនគាត់និយាយចឹងវិញដោយសារពូចនគាត់ដឹងច្បាស់ថាមួយរយៈដែលគាត់មិនបានឃើញព្រាយហ្នឹងមានអ្នកយកដែលគោលនឹងមកសង្កត់វិញ្ញាណព្រាយនៅក្នុងដើមឈើហ្នឹងមានអ្នកយកប៉ុន្តែពូចនយើងគាត់អត់ដឹងថាជាអ្នកណាទេហេតុផលហ្នឹងហើយបានពូចនគាត់លែងឃើញជាមួយនឹងព្រាយនឹងទៀតគាត់អត់ដឹងថាវាទៅណាទេគាត់ឆ្ងល់អញ្ចឹងណាអញ្ចឹងបានគាត់ទៅមើលនឹងឃើញមានអ្នកដៃដូចគោលហើយគាត់ក៏បានទៅប្រាប់ប្រពន្ធរបស់គាត់ថាមានអ្នកវាយដៃគោលបាទសង្កត់ព្រាយនៅក្នុងដើមហ្នឹងពេលដែលថ្ងៃដែលពូចនគាត់ប្រាប់ប្រពន្ធគាត់ហើយគាត់ពីអ្នកប្រពន្ធរបស់គាត់ក៏បានទៅគាស់អាដែលគោលចេញមកវិញពេលដែលគាស់ចេញមកវិញហើយនៅយប់ឡើងពូចនបាទគាត់ក៏បានឡើងសម្រានពាក់កណ្ដាលត្រៀតម៉ោង12បាទក្នុងក្រុមគ្រួសាររបស់ពូចនគាត់ក៏បានមានឧបទ្ទវហេតុមួយដល់ផ្អើលពេញផ្ទះតែម្ដងហេតុផលហ្នឹងគឺបាទព្រាយហ្នឹងមកលេងអ្នកផ្ទះពូចនហើយឆ្ងល់ថាហេតុអីក៏ព្រាយហ្នឹងមកកោកកាយជាមួយនឹងពូចនតើគ្រួសាររបស់ពូចនបានធ្វើអីទៅលើព្រាយហ្នឹងហេតុផលហ្នឹងហើយពេលដែលយប់ហ្នឹងវាមករករឿងជាមួយនឹងគ្រួសាររបស់ពូចនជាខ្លាំងបាទហើយពេលដែលស្អែកឡើងអាយុថ្ងៃទី1ហ្នឹងគឺព្រាយហ្នឹងមករករឿងពូចនជារឿងដូចចាបញ្ហាធំដែរវាមកវារួមទៅគឺបំភ្លឺពេញក្នុងផ្ទះពូចនបាទហើយតែងតែមានយរួមទៅសកម្មភាពព្រាយមកទាំងអស់គ្នាគឺមកយរួមទៅខ្ញុំពិបាកក្នុងការនិយាយប៉ុន្តែពូចនគាត់ក៏បានឆ្ងល់ថាបាទហេតុអីក៏មកធ្វើបាបគ្រួសាររបស់គាត់ធ្វើអ្វីនេះឯងចាហើយពូចនគាត់ឆ្ងល់បាទអស់រយៈពេលប្រហែលថ្ងៃមកទៀតពូចនគាត់នៅលេស្ងប់ហើយដោយសារព្រាយហ្នឹងវាមកកោះកកាយយកយីយាជាមួយនឹងគ្រួសាររបស់គាត់ពេលដែលមករីយាអញ្ចឹងពូចនគាត់ក៏អត់អស់ចិត្តបាទគាត់ក៏បានទៅរកគ្រូដើម្បីឲ្យនិយាយជាមួយនឹងព្រាយហ្នឹងគ្រូខ្មោចហ្នឹងពេលដែលគាត់និយាយជាមួយនឹងព្រាយហ្នឹងអ្វីគ្រប់យ៉ាងគឺត្រូវបានលាតត្រដាងនៅក្នុងពេលដែលពូចនគាត់ទៅផ្ទះគ្រូហ្នឹងជាស្អីពេលមកទីក្អកគ្រូហ្នឹងគឺគេនិយាយថាព្រាយវាប្រាប់គ្រូបាទគ្រូហ្នឹងក៏បាននិយាយថាមកពីប្រពន្ធរបស់ពូចនកំហុសគ្រប់យ៉ាងហ្នឹងហើយហេតុអីក៏ថាមកពីកំហុសប្រពន្ធរបស់ពូចនគឺប្រពន្ធរបស់ពូចននេះអ្នកយកដែលគោលឹងទៅដំនៅកន្លែងដើមឈើដែលព្រាយនៅ
ប៉ុនរបស់ពូចនគាត់ជាអ្នកវាយដៃគោឡើងហើយពូចននេះគាត់ក៏ឆ្ងល់លើឆ្ងល់គាត់ថាហេតុអីបានប្រពន្ធរបស់គាត់ទៅវាយស្កាក់ឬក៏វាយសង្កត់ធ្វើបាបគេធ្វើអ្វីឃើញអត់គេមកធ្វើបាបយើងវិញបាទហើយប្រពន្ធរបស់ពូចនគាត់ក៏បានបកស្រាយវិញដោយមិនមានការស្ទាក់ស្ទើរគាត់ថាបាទមានអ្នកភូមិយើងជាច្រើននេះគេថាគ្រួសាររបស់ពូចនហ្នឹងចិញ្ចឹមព្រីចាហើយផលហ្នឹងឯងធ្វើឲ្យប្រពន្ធរបស់ពូចនហ្នឹងគាត់ធ្វើពិធីអសង្កត់វិញ្ញាណព្រីហ្នឹងហើយផលហ្នឹងអញ្ចឹងហើយបានប្រពន្ធរបស់ពូចនហ្នឹងគាត់ធ្វើបែបហ្នឹងភាសាអ្វីអ្នកភូមិគេតេះដៀលគ្រួសាររបស់គាត់ថាណាប៉ុន្តែពូចនគាត់លឺអាពាក្យហ្នឹងយូរហើយលឺឡើងស៊ាំគាត់លែងចង់ខ្វល់ហើយដោយសារអីផ្ទះរបស់ពូចនក៏នៅឆ្ងាយកន្លែងហ្នឹងណាហើយនៅក្នុងព្រៃទៀតហើយគ្រួសាររបស់គាត់នៅដាច់ដライពីគេហ្នឹងឯងបានធ្វើឲ្យអ្នកភូមិហ្នឹងគេចោទប្រកាន់តែគ្រួសារគាត់ហ្នឹងជាអ្នកចិញ្ចឹមព្រីបិសាចហ្នឹងកន្លែងហ្នឹងបានធ្វើឲ្យប្រពន្ធរបស់ពូចនហ្នឹងគាត់អត់មានការអត់ទ្រាំឬក៏ពិបាកក្នុងការពិចារណាបានគាត់ធ្វើអញ្ចឹងប៉ុន្តែប្រពន្ធរបស់ពូចនគាត់មិនដឹងថាគាត់លេងខុសហើយគាត់ធ្វើខុសហើយអញ្ចឹងណាប៉ុន្តែគ្រូនឹងប្រាប់មកកាន់ពូចនទៀតថាបើសិនជាមិនខមាទោសគេបើសិនជាគេលើកលែងឲ្យគ្រួសាររបស់ពូចនសុខស្រួលប៉ុន្តែបើគេខឹងហើយគេមិនលើកលែងឲ្យយើងបាទច្បាស់ណាស់ជាគ្រូសាររបស់ពូចននឹងត្រូវជាព្រាយនឹងកាច់បំបាក់សម្លាប់ទាំងអស់កន្លែងហ្នឹងហើយបាទប្រពន្ធរបស់ពូចនគាត់ភ័យខ្លាំងហើយប្តីរបស់គាត់នឹងក៏និយាយដែរថាហេតុអ្វីក៏ឯងធ្វើបែបហ្នឹងមិនក៏មិនសួរគាត់សិនសួរអីខ្ញុំអីអញ្ចឹងណាបាទប្តីគាត់មានអារម្មណ៍ថាខឹងប្រពន្ធខ្លាំងដែរប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចគាត់បានត្រឹមតែអង្គុយនិយាយគាត់មិនដឹងថាធ្វើអ្វីទេប្រពន្ធរបស់គាត់ក៏ភ័យដែរបាននេះទៅវត្តទៅអីនេះយកខ្សែស្មាយកអីមកពាក់ដើម្បីឲ្យកូនរបស់គាត់នេះបាទគាត់ថាគាត់ខុសហើយបើសិនជាចង់កាច់បំបាក់សម្លាប់តែគាត់ម្នាក់បានហើយមិនបាច់សម្លាប់ទាំងប្តីគាត់ឬក៏កូនគាត់ទេអញ្ចឹងណាគាត់ក៏សុំខមាទោសវិញប៉ុន្តែជាអកុសលគ្រួសាររបស់ពូចនត្រូវជួបរឿងដល់មិនគួរឲ្យជួបបាទដោយសារអីកំហឹងរបស់ព្រាយហ្នឹងគឺវាមិនលើកលែងឲ្យទេនេះគេថាមិនលើកលែងឲ្យគ្រួសាររបស់ពូចនទេអាកន្លែងហ្នឹងឯណាបានថាពេលខ្លះយើងមិនបើគេមិនធ្វើយើងកុំធ្វើអីគេលេងមួយអ្នកណាមិនលេងទៅលេងជាមួយព្រាយបាទគឺព្រាយនេះយូរឆ្នាំហើយគឺនៅដើមហ្នឹងគឺអស់រយៈពេលដល់ប្រហែល100ឆ្នាំហើយនិយាយមកចេះទៅបាទដោយសារអីពូចនតាំងគាត់មិនទៅនៅហ្នឹងគឺដឹងព្រាយនៅតាំងពីរាជណាមកផងហើយដើម7ហ្នឹងធំហើយបាទធំណាស់ដល់ថ្នាក់វាលែងមានហ៊ានចង់កាប់ជាមួយនឹងដើម7ហ្នឹងអញ្ចឹងហ្នឹងហើយអញ្ចឹងដល់ថ្ងៃមួយនេះចូលមកដល់សាច់រឿងយើងពូចនគាត់បាននិយាយថាបាទគាត់នេះក៏បានធ្លាក់ខ្លួនឈឺជាខ្លាំងពេលដែលគាត់ធ្លាក់ខ្លួនឈឺនឹងហើយគឺពេលដែលប្រពន្ធរបស់គាត់ទៅមើលជាមួយនឹងគ្រូគេក៏បាននិយាយថាពូចនហ្នឹងគឺត្រូវព្រាយបាទព្រាយគេធ្វើហើយព្រាយគេលេងមកវិញហើយគេធ្វើបាបហើយប្រពន្ធរបស់គាត់ហ្នឹងក៏មិនអស់ចិត្តក៏ទៅរកជាមួយនឹងគ្រូខ្មោចផ្សេងគាត់ថាសូមឲ្យអស់ប្រមាណក៏អស់ចោះគាត់ថាព្រាយចាប់ដើមលេងគាត់ហើយលេងគ្រូសាររបស់គាត់ហើយគាត់ក៏បានទៅរកគ្រូខ្មោចផ្សេងទៀតឲ្យមកកំចាត់ព្រាយហ្នឹងបាទហើយលើកទី2អត់មានការស្ទាក់ស្ទើរអីទេគ្រូហ្នឹងក៏បានប្រាប់ដូចរាល់ដងបាទប្រាប់ថាយកអាដៃគោលហ្នឹងទៅវាយជាមួយនឹងមាត់រុនដើមឈើហ្នឹងទៅប្រពន្ធរបស់ពូចនគាត់រៀបរាប់ប្រាប់ជាមួយនឹងគ្រូហើយអស់ហើយពេលដែលប្រពន្ធរបស់គាត់ទៅវាយបានមកពីគ្រូហើយប្រពន្ធរបស់គាត់ក៏យកទៅវាយជាមួយនឹងរុនឈើហ្នឹងអាគណៈការពេលដែលប្រពន្ធរបស់គាត់វាយហ្នឹងណាបាទគឺវាយមិនចូលទេនិយាយមកថាព្រីហ្នឹងគេនៅចាំ
กันไหลนั่งคือเลยจังอ้อยมีเนี่ยนะถือบาตีท้ายเลยอ้อยถือบาบานจังนั้นนะบาคือเนื้อtrang cầm chặt nè đá tới gì chia kì p để bà quân nó bóc phụ cho đom để cô trôi được không đam quay lắm bà đom cứ mình xe để trôi bà đom lon thế mà đom nhàng mấy cọ trôi lại bền mà thằng học này hết pha lắm ban thôi oi bà quân nó bóc phụ cho cần là play khai tới đấy bà đào về yu tới con có bán thư mình bay con có bán từ đó cứu là mấy chị bà nó bọc đây quá xanh mà ngày chị ba đây là bà cốt đầm bầy ở chia dần tới cứ có chẳng cái tuyệt có tha miên tài lên ở trong khỏi thế có tha chia ba ở đây chia hai on chẳng tới bà có nằm kịp tròn thưa bị thí đầm bầy sông khả mà tô kế chỉ lược tỷ phí bàn tay có tha lược ní cứ có liệp cho mọi thùng đông này bà về đã con gì ở thuộc từ cam pre năng hơi chẳng tới có bán mớ bà ở chị sáng gì khó cứ hao cru một mưa vào đây là bỏ quạt bà pe đạp mưa cru điện mưa vào đây là bỏ quạt và mang cây coi máu quạt đây là bỏ quạt đến các bạn chia bà cho nó bao nhiêu đến các bạn chia pi chồng ngữ bà hay quạt còn mình play đái ở đường tha phứ bị thí khả mà tô kì quạt ở play tê quạt có ban điệp cho là chỉ môi những đây là bỏ quạt bà đi trong phơi chỉ môi đừng có bà chút bà hay chỉ luôn tới nhưng mà hiện liệu rồi thế cứ bà đã bỏ sang là pre và thợ này cứ đăng ấy ra cái mình đã bỏ in chẳng á là ngày kia có ba điệp trong đợi kia hơn chẳng tới nè bà kia có bán thật tua vô sầm này nè kia có lên bạc cám chỉ môi đừng cru xa đã bỏ tròn tiệt chẳng tay đôi xa hay pho lần ấy ban phơi ai cru xa đã bỏ tròn quạt bạ smart cho mùi nâng pre nâng chỉ kháng rùm tàng câu nó bỏ cót nâng vào đây nó bỏ cót bà cứ quạt pay khai cho mùi nâng pre nâng mền tén cót khăn vào bồn quạt đáy mình cô nào vào bồn nó bỏ cót từ thưa rừng bàn nâng tì hết pho lần hai ban thưa oi bùi tròn quạt chê cho mùi nâng bồn nó bỏ cót bùi rào đài bồn nó bỏ cót có đang tạc luôn khó quạt nâng to mò tê quạt đang tạc luôn anh khó hơi bàn tay hết pho lần hai bàn thà nè ni kê nơi tại kê dương nơi tại dương từ mình kho pi pi cha lục po tha trong kim tên nè ná lư tên nè nằng dương mình thưa kê còn mình mà thưa dương này và bên của sát ở tăng nắng ấy mà từng ngọt ní cha con tay chặt ra đưa con ta những con đai một càng nhom đái con thá đào pre đa ấy cái đòi đưa con đào từ này đòi dùng lục chua bảo là bo trăng ấy dương khơi dương thì vậy từ con tay khơi pe đã khơi kia trôi cả lại na hơi dương cọp từ biên kia công tơ bồng plan kia công tơ thưa bạp kia cả lại đại dương này từ bồng plan kia là thưa bạp kia nứng cái lại nứng bà vì bán Paul cam một bình đôi cru xa được bao phụ tròn chẳng kia nơi tại kia sót hai đấy còn sóc của bồn là bỏ quát phơi đường bạp này biết ta đi là bao kia nè đầu tây dương còn sơ cất tràn bị bàn nômแต่พอตกบะmột căn cru xa dương thì đôi cru xa nó bao phụ tròn quát tụi bồn là bao quát stop biết ta đi là kế mình bàn bà thưa lại có nè bán một cách kho một bé tới thưa bạp kỳ bà chẳng hơi bàn tha nó biết sầm đây nè ca nó dương còn khoa tràn về về khai dương khoa hơi nôm đã rương rom đã lưỡng một căn cru xa dương cái này năng bàn tha phụ tròn quát sôi đá bà để ra quạt cô nè đó chủ bự đó thả nặng bà đi cái hao tha đi chia lấy cru xa ra bao quạt đá cứ lấy đạn chẳng hạn đi sôi gì chẳng thể bà hay ở khang admin có thọp chuột cho mùi ngập lương chẳng đá phân tái cứ admin là bao là thừa gì đấy bà là trầm khơi như sắp thái cả đăng thá ru nơ tina này có đăng thả tina miên viên đâu này phân tái khi nhông mình thơ kê bà khi nhông mình khoan sắp ngay cứ khi nhông bà thưa tại ca nghĩa chạy vì thưa ca nghĩa bà và lật cho mùi nâng mi tại ca sai chung tại đó bóng bộ thì ở con đi snap cứ ta phần năng tế nâng ấy hay còn mình ấy ra tiện đá sắp ngày nít bê kháng của hộ bài nè bà cái lệnh mưa tà lừa tới cơ khơi khơi nó khó đấy bà bê kháng khó chú gì cũng từ choay ta chạc nó hột choay choa cho thà bà là không ý mấy cái ta hột choay lên bà riêng rồi ngày sau được còn ngày đã ơi cao tha
នេះពេញបរមីឯកាថាខែពេញបរមីគឺពីច្រើនគឺឃើញខ្ញុំឃើញតែញឹកទេប្រិយមិត្តទាំងអស់គ្នាប៉ុន្តែក្នុងឆាតជីវិតខ្ញុំគឺខ្ញុំឃើញតែភ្លើងអាបតែម្ដងបាទអាបភ្លើងអាបឃើញបានតែម្ដងទេប៉ុន្តែបើភ្លើងព្រាយគឺខ្ញុំឃើញច្រើនឃើញញឹកភ្លើងព្រាយឃើញញឹកមែនតើអញ្ចឹងហើយអាហេតុផលហ្នឹងឯងបានធ្វើឲ្យខ្ញុំអត់ទៅបៀតបៀនគេអត់ទៅខ្វាយខ្វល់ជាមួយនឹងគេទេគេនៅតែគេយើងនៅតែយើងទៅគឺអត់ខ្វល់ទេហ្នឹងហើយគេសុកគេយើងសុកយើងទៅបើថាយើងធ្វើបាបគេគេក៏ធ្វើបាបយើងអញ្ចឹងយើងនៅតែយើងគេនៅតែគេទៅយីរួមទៅរាល់ថ្ងៃគឺអត់ខ្វល់ទៅបាទហើយជាមួយនឹងសាច់រឿងនេះបាទគ្រូសាររបស់ពូចនក៏បានចាប់ត្រឹមនេះបាទហើយជាចុងក្រោយខ្ញុំក៏អត់មានអីនិយាយច្រើនទៀតដែរគឺសូមចាត់បងប្អូនទាំងអស់គ្នាជាលើកទី2កុំភ្លេចជួយចុច Subscribe នៅ YouTube ខ្ញុំម្នាក់មួយផងនិងបើកសញ្ញាកណ្ដឹងបាទជាមួយនឹង Like ឬក៏ Share ឬក៏ Comment អ្នកមួយផងដើម្បីមានកម្លាំងចិត្តទៀតអញ្ចឹងណាប្រិយមិត្តទាំងអស់គ្នាមួយរយៈនេះគឺខ្ញុំធ្វើវីដេអូឡើងហើយដោយសារមានបញ្ហាជាមួយនឹងខាងទំនងព្រំដែនសង្គ្រាមរបស់យើងគឺសូម្បីតែការធ្វើវីដេអូគឺអត់មានអារម្មណ៍ធ្វើទេប្រិយមិត្តទាំងអស់គ្នាគឺអារម្មណ៍អត់មានអារម្មណ៍ធ្វើដោយសារអារម្មណ៍លេងមូលហើយធ្វើអ្វីក៏មិនកើតនិយាយអ្វីក៏មិនចេញបងប្អូនយើងជាច្រើនគាត់ចែកសាច់រឿងមកដែរប៉ុន្តែខ្ញុំក៏បានប្រាប់គាត់ថាសុំទោសបងអើយដោយសារមួយរយៈនេះគឺអត់មានទឹកចិត្តនិយាយទេគឺអត់មានកម្លាំងចិត្តសម្រាប់ទេអស់អារម្មណ៍ហើយដោយសារអាពួកចោលស្លៀនពៀននេះអាពួកចោលសៀមនេះបាទវាមកព្រានឈ្លានពៀនជាមួយនឹងទឹកដីយើងធ្វើឲ្យខ្ញុំលែងមានអារម្មណ៍ទាំងអស់ប្រិយមិត្តទាំងអស់គ្នាពេលខ្លះខ្ញុំអាណិតជនភៀសសឹករបស់យើងណាគាត់រត់និយាយរួមទៅគឺពិបាកក្នុងការរស់នៅគាត់មែនបាទគាត់តែខ្ញុំឃើញគាត់ភ្លៀងរបស់ខ្ញុំខ្លោចចិត្តចំនួនដែរមិនគួរណាប្រទេសយើងមកជួបជាមួយនឹងបាទការឈ្លានពានទឹកដីនៅនេះទេបាទអញ្ចឹងគឺជាចុងក្រោយគឺខ្ញុំអត់មានអីទៀតទេបាទគឺសូមជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នាបាទបាយបាយ